ខ្នងណាស់លោកអើយកងកម្លាំងលោកខាងលិចឲ្យតែហ៊ានចូលអ៊ុយក្រែនរុស្ស៊ីកំទេចចោលហើយអត់ទុកទេគឺកំទេចដែលស្របច្បាប់ទៀតផងមិនខ្វល់ថាតបមហាអំណាចឬក៏មិនមហាអំណាចនោះទេនេះគឺជាការប្រមានទុកឲ្យហើយពីសំណាក់ទីក្រុងមូស្គូបន្ទាប់ពីបារាំងអង់គ្លេសបានបដិញ្ញាបញ្ជូនទ័ពចូលអ៊ុយក្រែននៅពេលណាមានកិច្ចព្រមព្រៀងសន្តិភាពក្រសួងការបរទេសរុស្ស៊ីសូមព្រមានថារាល់ការដាក់ពង្រាយយោធាសពាវុធនិងហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេសក្រុមលោកខាងលិចនៅលើទឹកដីអ៊ុយក្រែននឹងត្រូវចាត់ទុកថាជាអន្តរាគមន៍របស់បរទេសហេតុដូច្នេះវានឹងក្លាយជាគោលដៅកំទេចដោយស្របច្បាប់នេះគឺជាអត្ថន័យនៅក្នុងសេចក្តីថ្លែងការណ៍អានដោយលោកស្រីម៉ារីយ៉ាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រីម៉ារីយ៉ាបានប្រមានកប់មាត់យ៉ាងដូចនេះគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសនិងលោក Emmanuel Macron អំឡុងកិច្ចប្រជុំនៅពេលថ្មីនៃសម្ព័ន្ធឆន្ទៈCoalition of the Willing ដោយមេដឹកនាំទាំងពីរបានយល់ព្រមបញ្ជូនកងកម្លាំងពហុជាតិចូលមកក្នុងប្រទេសអ៊ុយក្រែនដើម្បីធានាសន្តិសុខលោកស្រីម៉ារីយ៉ាបានបន្ថែមថារុស្ស៊ីបានជំទាស់ទៅនឹងវត្តមានរបស់ទ័ពលោកខាងលិចនៅអ៊ុយក្រែនជាយូរណាស់មកហើយមេដឹកនាំកម្ពុជាផុតលេខរបស់រុស្ស៊ីក៏បានពមៀនរួចហើយអំពីបញ្ហានេះបើទោះបីជាមានការពមៀនយ៉ាងណាក៏ដោយក៏ក្រុមប្រទេសលោកខាងលិចហាក់បីដូចជាមិនខ្វល់ដែរហើយកាលពីថ្ងៃប្រហោះម្សិលមិញនេះប្រធានាធិបតី Zelensky ថែមទាំងបានលើកឡើងផងដែរថាកិច្ចព្រមព្រៀងស្តីអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនគឺត្រៀមចាំតែពិភាក្សាបញ្ចប់នឹងកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតជាមួយនឹងប្រធានាធិបតីអាមេរិកគឺលោក Donald Trump តែប៉ុណ្ណោះប៉ុន្តែបើទោះបីជាអាមេរិកសហភាពអឺរ៉ុបនិងអ៊ុយក្រែនបានឈានទៅដល់កិច្ចព្រមព្រៀងជាមួយគ្នាយ៉ាងណាក៏ដោយបារុស្ស៊ីក្រវីក្បាលថាទេអ្វីគឺគ្មានន័យដដែលហើយបើភាគីទាំង3នៅតែជជែកបញ្ជូនទ័ពចូលអ៊ុយក្រែននោះប្រកបណាស់រឿងធំប្រកបជាផ្ទុះឡើងជាមិនខានព្រោះរុស្ស៊ីបានប្រាប់រួចហើយថានឹងកំទេចចោលដោយស្របច្បាប់តែម្ដងកាលពីមុនផ្ទុះសង្គ្រាមមានត្រឹមតែអ៊ុយក្រែនរុស្ស៊ីថាវាយគឺវាយហើយចុះឥឡូវមានអាមេរិកមានអឺរ៉ុបពួកគេពុតដៃគ្នាជាមួយនឹងអ៊ុយក្រែនចាំមើលថាតើរុស្ស៊ីហ៊ានធ្វើដូចមាត់ឬក៏អត់ឬក៏បានត្រឹមតែមាត់ទេហេតុដូច្នេះមានតែរងចាំមើលវគ្គបន្តទៀតតែប៉ុណ្ណោះថាតើអ្វីនឹងទៅជាយ៉ាងណាបើសិតតែមហាអំណាចនុយក្លេអ៊ែរផុតលេខជុលគ្នាយ៉ាងដូចនេះនោះពិភពលោករញ៉េរញ៉ៃមែនទែនហើយ NATO អាចរលាយត្រឹមចំនួនលោកប្រធានាធិបតី Donald Trump ឬក៏យ៉ាងណាឥឡូវកូនចៅ NATO ផ្ដាច់ញាពុតដៃគ្នាលេងក្បាលម៉ាស៊ីនហើយបើអាមេរិកហ៊ានតែប្រើកម្លាំងបាយវៀតណាមយកដែនដី Greenland របស់ដាណឺម៉ាកអំឡុងជំនួបតាមទូរស័ព្ទជាមួយនឹងលោក Joan Noel Barrot រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនៅក្នុងពេលថ្មីលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលយើងឃើញកើតឡើងនៅក្នុងវេណេស៊ុយអេឡាដែលអាមេរិកបញ្ជូនយន្តហោះចម្បាំងជាង150គ្រឿងទៅចាប់ខ្លួនលោក Maduro ដល់បន្ទប់ដេកនោះគឺអាចនឹងកើតមាននៅ Greenland ដែរសម្ដីរបស់លោក Rubio បើអាមេរិកចរចាទិញកោះនេះមិនបានទេជំរឿសចុងក្រោយគឺមានតែកងកម្លាំងដែលលោក Donald Trump អះអាងថាខ្លាំងផ្ដាច់គេនៅលើលោកនោះមានការងារធ្វើទៀតហើយបើទោះបីជាយ៉ាងណាក៏ដោយសម្ព័ន្ធមិត្តរបស់ដាណឺម៉ាកដែលជាម្ចាស់ Greenland បានចេញមកបដិញ្ញាការពីម្សិលមិញរួចហើយថានឹងរួមដៃគ្នាទប់ទល់តែម្ដងបើអាមេរិកហ៊ានតែធ្វើយ៉ាងដូច្នោះមែនបើអីចឹងមែននោះមានន័យថាបកសម្ព័ន្ធយោធា NATO ដែលមានអាមេរិកជាក្បាលម៉ាស៊ីននឹងកាប់ចាក់គ្នាឯងហើយលោកពូទីនទំនងជាកំពុងតែលួចដេកញញឹមបិទមាត់មិនចិត្តផងក៏មិនដឹងព្រោះអ្វីដែលលោកចង់ឃើញបំផុតនោះគឺក្តីវិនិច្ឆ័យរបស់ NATO នឹងហើយស្របពេលដែលដាណឺម៉ាកបានព្រមានរួចហើយថារដ្ឋចំណាត់ការណាមួយដើម្បីយក Greenland ដោយប្រើកម្លាំងបាយគឺមានន័យថាអ្វីនឹងចប់ហើយរួមទាំង NATO ផងដែរក៏ដល់ទីបញ្ចប់ដែរហើយទំនាក់ទំនងសន្តិសុខដ៏ស្អិតរមួតក្នុងរយៈពេលជាង80ឆ្នាំកន្លងមកនេះនឹងរលាយដោយអំបិលត្រូវទឹកផងដែរចំណែកឯលោក Antonio Costa ដែលជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបក៏បានលើកឡើងផងដែរថាសហភាពអឺរ៉ុបមិនអាចទទួលយកបាននៅទង្វើរំលោភបំពានច្បាប់អន្តរជាតិនោះបានឡើយមិនថានៅ Zip នៅអាមេរិកឡាទីនឬក៏ Greenland នៅអ៊ុយក្រែនឬក៏ Gaza នោះឡើយ
ណៈបាតកម្មនៅអេរ៉ុងកំពុងតែកញ្ជ្រោលខ្លាំងឡើងចិននិងអេរ៉ុងចាប់ផ្ដើមធ្វើសម្ពយុទ្ធនាវាចម្បាំងរួមគ្នាបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានថាអាមេរិកអាចនឹងចូលអន្តរាគមន៍បើស្ថានភាពកាន់តែធ្ងន់ធ្ងរនោះនៅក្នុងថ្ងៃសុក្រនេះសាជីវកម្មផ្សព្វផ្សាយសម្លេង BBC បានចុះផ្សាយថាបាតកម្មប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងដេអេរ៉ុងនិងទីក្រុងផ្សេងទៀតទូទាំងប្រទេសអេរ៉ុងគណៈដែលការតវ៉ាកំពុងតែពុះកញ្ជ្រោលហើយថែមទាំងមានការផ្ដាច់ចរន្តអគ្គិសនីទូទាំងប្រទេសកាលពីថ្ងៃប្រហ័សផងនោះបានធ្វើឲ្យអ្នកតវ៉ាកាន់តែមានកំហឹងរហូតអំពាវនាវឲ្យមានការផ្ដួលរំលំលោកអាយ៉ាតូឡាអាលីហ្គាម៉ានីមេដឹកនាំកម្ពុជារបស់អេរ៉ុងទៀតផងយោងទៅតាមអង្គការសិទ្ធិមនុស្សIHR ដែលមានមូលដ្ឋាននៅក្នុងប្រទេសណ័រវេបានលើកឡើងថាគិតរហូតមកឡើងពេលនេះមានអ្នកតវ៉ាចំនួន45នាក់ហើយបានបាត់បង់ជីវិតនៅក្នុងនោះមានកុមារ8នាក់ផងដែរលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានតាំងពីដើមទីមកម្ល៉េះថាអាមេរិកអាចនឹងចូលធ្វើអន្តរាគមន៍ប្រសិនបើមានអ្នកតវ៉ាដែលផ្ទុះកំហឹងដោយសារតែបញ្ហាសេដ្ឋកិច្ចហើយស្លាប់កាន់តែច្រើនឡើងនោះទន្ទឹមគ្នានោះក៏មានសេចក្តីរាយការណ៍ផងដែរថានាវាចម្បាំងចិននិងអេរ៉ុងបានទៅដល់អាហ្វ្រិកខាងត្បូងហើយកាលពីថ្ងៃប្រហ័សដើម្បីធ្វើសម្ពយុទ្ធរួមគ្នាហើយក៏មានរុស្ស៊ីចូលរួមផងដែរនៅក្នុងសម្ពយុទ្ធដែលមានឈ្មោះថា Will for Peace ហើយចាប់តាំងពីថ្ងៃទី9ដល់ថ្ងៃទី16ដោយទំនោរជាចង់បង្ហាញប្រាប់អាមេរិកថាអេរ៉ុងរុស្ស៊ីនិងចិនគឺមិនចោលគ្នានោះឡើយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់កាលពីថ្ងៃប្រហ័សថាមេដឹកនាំបកប្រឆាំងវេណេស៊ុយអេឡាគឺលោកស្រីម៉ារីយ៉ាខូរីណាម៉ាយ៉ាដូនឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍ក្រោយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី Hannity of Fox News លោកត្រាំបានត្រូវគេសួរថាតើលោកមានគម្រោងជួបជាមួយលោកស្រីម៉ាឆាដូដែរឬទេបន្ទាប់ពីអាមេរិកវាយប្រហារវេណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកនីកូឡាស់ម៉ាដូរ៉ូនោះនៅពេលនោះលោកត្រាំបានឆ្លើយថាមានហើយខ្ញុំយល់ថាគាត់នឹងមកនៅសប្តាហ៍ក្រោយនេះហើយខ្ញុំនឹងទន្ទឹងរង់ចាំនិយាយថា Hello ទៅកាន់គាត់បើទោះបីជាយ៉ាងណាក៏ដោយសេដ្ឋវិមានមិនបានឆ្លើយតបភ្លាមទេនៅពេលដែលសួរនាំអំពីព័ត៌មានលម្អិតបន្ថែមអំពីជំនួបនេះវានឹងក្លាយជាជំនួបលើកដំបូងរបស់លោកត្រាំជាមួយនឹងលោកស្រីម៉ាឆាដូដែលបាននិយាយកាលពីដើមសប្តាហ៍នេះថាលោកស្រីមិនបាននិយាយជាមួយនឹងលោកត្រាំនោះឡើយចាប់តាំងពីពេលលោកស្រីបានឈ្នះរង្វាន់ Nobel សន្តិភាពនៅក្នុងខែតុលាមកយោងតាមវីដេអូដែលគេមិនអាចបញ្ជាក់អំពីប្រភពបានបង្ហាញថាមីស៊ីលល្បឿនលឿនជាងសម្លេងដែលមានឈ្មោះថា Oresnik របស់រុស្ស៊ីសង្ស័យថាត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនៅភាគខាងលិចប្រទេសអ៊ុយក្រែននៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពដែលចែករំលែកដោយភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃសុក្រនេះបានបង្ហាញអំពីការបាញ់គ្រាប់ផ្លោងទៅលើតំបន់ Lviv របស់អ៊ុយក្រែនដែលជាប់ព្រំដែននៃប្រទេសប៉ូឡូញមន្ត្រីរុស្ស៊ីមិនបានបញ្ជាក់អំពីការវាយប្រហារនោះទេអភិបាលទីក្រុង Lviv គឺលោក Andrei Zadovov បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយត្រូវបានវាយប្រហារបណ្ដាញសារព័ត៌មាន Telegram របស់រុស្ស៊ីបានផ្សាយថាមីស៊ីលបានវាយប្រហារទីតាំងឧស្ម័នក្រោមដីមួយកន្លែងនៅក្នុងទីក្រុង Stray ចម្ងាយប្រហែលជា60គីឡូម៉ែត្រពីទីក្រុង Lviv ប្រសិនបើមានការបញ្ជាក់នោះវាជាលើកទី2ហើយដែលរុស្ស៊ីបានប្រើប្រាស់មីស៊ីល Oresnik ថ្មីបំផុតរបស់ខ្លួនមកលើអ៊ុយក្រែននៅខែវិច្ឆិកាឆ្នាំ2024ទីក្រុង Moscow បានបាញ់មីស៊ីល Oresnik ទៅលើរោងចក្រផលិតអាវុធមួយកន្លែងនៅអ៊ុយក្រែននៅក្នុងអ្វីដែលរុស្ស៊ីបានពណ៌នាថាវាគឺជាការសាកល្បងប្រយុទ្ធដ៏ជោគជ័យមួយនៅចុងឆ្នាំ2025មីស៊ីលនេះត្រូវបានបញ្ជូនទៅកាន់បេឡារុសហើយដើម្បីទុកវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុបសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ